វាខិតខំប្រឹងប្រែងអស់កន្លះជីវិតទើបអាចវាបំបាយរូបកាយបំបាយរបស់អញបានមួយលើកនេះអញបាននាំមិត្តភក្តិមកខ្លះដែរលើកនេះអញនឹងមកប្រមូលយកជីវិតសៀនជិនបាត់ផ្ទាល់មួយឈីងយុនការពារគេឲ្យជាប់សឹកបានយល់ហើយហើយបងធំមិនមែនមានតែមនុស្សភ្នំសិប៉ាន់ទេខ្ញុំចំណាំបានពួកនៅខាងលិចគឺជាពួកអ្នកបួសនៃទន្លេហៃស៊ុយទន្លេហៃស៊ុយក៏ត្រូវគេជ្រៀតជ្រែកចូលដែរសិចមួយហសៀនជិនឯងសំងំនៅក្នុងរូបកាយក្មេងនេះអស់300ឆ្នាំកម្លាំងធម៌ឯងបាត់បង់អស់ប្រមាណដែរ4ភាគ5ភាគសមត្ថភាពឯងឥឡូវมันអាចទប់ទល់នឹងអញបាន3ក្បាច់ផងសាច់មួយมันអាចទៅរួចទេគេទើបតែ4ឆ្នាំសោះខ្សែឈាមมันអាចភ្ញាក់ដឹងខ្លួនដល់កម្រិតនេះទេទេមូឡានប្រមូលកម្លាំងត្រឡប់មកវិញបងប្រុសតូចខ្ញុំប្រមូលមកវិញមិនបានទេក្តៅខ្លាំងណាស់មេមស្វាមួយស្ដាប់សម្លេងខ្ញុំចង់ពន្លត់ខ្ញុំគិតហើយតែពន្លត់មិនបានទេថងកុំគិតពន្លត់វាគិតដល់ខ្ញុំគិតដល់ម៉ែឯងគិតដល់អ៊ំធំគិតដល់អ្វីដែលធ្វើឲ្យឯងកក់ក្តៅក្នុងចិត្តម៉ែល្អណាស់សំតែជាពូជហងមែនអាយុ4ឆ្នាំអាចបញ្ចេញកម្លាំងបានដល់ថ្នាក់នេះប្រសិនបើយកគេទៅបង្កើតលោកតាទួតមកយកលោកម្ចាស់អ្នកនាងតូចគេអស់កម្លាំងហើយគេអស់កម្លាំងទេគេមួយភ្នែកទៅបាត់ហើយអ្នកនាងតូចកុំឆោឡោគេកំពុងគេងម៉ែលេងអីហើយមាត់ហិនណាពេលម៉ែពេលវេលាកន្លងផុតទៅ3ឆ្នាំបាត់ទៅហើយរស់ក្នុងអំឡុងពេលនេះពួកក្បត់តែព្យាយាមតាមរកមូឡានរហូតហើយក្រោកឡើងមកការហាត់ដកដង្ហើមថ្ងៃនេះល្មមហើយបងប្រុសតូចថ្ងៃនេះខ្ញុំមានអារម្មណ៍ថាភ្លើងបេះដូងធ្លាក់ចុះទៅដល់ដានធានហើយវាមិនដាល់រញ៉េរញ៉ៃទៀតទេណយវាចាប់ផ្ដើមទទួលស្គាល់ម្ចាស់ហើយភ្លើងបេះដូងហងគឺជាកម្លាំងធាតុដើមនៃហងវាមានឆន្ទៈរបស់វាកាលពី1ឆ្នាំមុនវាមិនស្គាល់ឯងទើបវាដាល់រញ៉េរញ៉ៃអញ្ចឹងឥឡូវវាដឹងថាឯងជាម្ចាស់វាហើយគឺម៉ែឲ្យវាស្គាល់ខ្ញុំតាតោះនោះអ្នកនាងតូចថ្ងៃនេះមានរបស់ដែលអ្នកនាងចូលចិត្តហូបបំផុតណាទីមើលស្អីគេមាត់ដុតស្លឹកឈូកត្រូវហើយប្រឡាក់គ្រឿងមកយប់ពេញហើយប្រើស្លឹកឈូកខ្ចប់កប់ក្នុងភក់ឥឡូវទើបតែកាយចេញមកទេសាច់មួយបងស្រីឈិញហឺមកហើយកុំស្រីខ្លាំងពេកប្រយ័ត្នធ្លុះកាដាស់ទៅជាហាលោកម្ចាស់ភ្លើងបេះដូងហងទទួលស្គាល់ម្ចាស់ហើយនេះមានន័យថាខ្សែឈាមគេបានភ្ញាក់ដឹងខ្លួនទាំងស្រុងហើយមែនទេចុះរនាំងសង្កត់សង្កិននៅសល់3ខែទៀត3ខែតើតាន់ទេមួយមូឡានមានរឿងមួយត្រូវប្រាប់ឯងរឿងអីភ្លើងបេះដូងហងក្នុងខ្លួនឯងទទួលស្គាល់ម្ចាស់ទាំងស្រុងហើយនេះមានន័យថាខ្សែឈាមឯងបានភ្ញាក់ដឹងខ្លួនហើយមួយអញ្ចឹងខ្ញុំខ្លាំងជាងមុនមែនទេខ្លាំងជាងមុនច្រើនណាស់ប៉ុន្តែនៅមិនទាន់គ្រប់គ្រាន់ទេមិនទាន់គ្រប់គ្រាន់ធ្វើអីដើម្បីបង្កើតរនាំងសង្កត់សង្កិនឡើងវិញនេះជាសម្បត្តិដែលម៉ែឯងបន្សល់ទុកឲ្យឯងគាត់ថាចាំឯងធំសិនចាំឲ្យឯងមើលឯងក៏បងប្រុសតូចអានឲ្យខ្ញុំស្ដាប់បន្តិចមើលមានសរសេរអីខ្លះអាចមើលមូឡានពេលដែលឯងបានអានសម្បត្តិនេះម៉ែប្រហែលជាមិននៅទៀតទេមិនមែនមិននៅរហូតទេគឺត្រឡប់ទៅជាជាតិដើមវិញហងត្រឡប់ទៅជាជាតិដើមត្រូវប្រើពេលយូរណាស់100ឆ្នាំ1000ឆ្នាំឬអាចយូរជាងនេះប៉ុន្តែម៉ែច្បាស់ជានឹងត្រឡប់មកវិញព្រោះម៉ែធ្លាប់សន្យានឹងឯងសាច់មួយរឿងដែលត្រឹមត្រូវបំផុតក្នុងជីវិតម៉ែគឺបានបង្កើតឯងមកឯងមិនមែនជាឧបករណ៍របស់ម៉ែទេឯងជាមោទនភាពរបស់ម៉ែមិនថាឯងជ្រើសរើសផ្លូវណាក៏ដោយម៉ែតែងតែមានមោទនភាពចំពោះឯងជានិច្ចរងចាំថ្ងៃដែលម៉ែត្រឡប់មកវិញសាច់មួយម៉ែថាខ្ញុំមិនមែនជាឧបករណ៍ទេគាត់ថាខ្ញុំជាមោទនភាពរបស់គាត់ត្រូវហើយសាច់មួយ6000ឆ្នាំមុនពូជសាសទាំង3អតិទេពអ្នកបួសនិងបិសាចបានរួមដៃគ្នាសង្កត់សង្កិនបិសាចស្រទាប់មេឃនៅក្រៅពិភពលោករនាំងសង្កត់សង្កិនស្ថិតថេរបាន6000ឆ្នាំឥឡូវជិតបាក់បែកហើយបើរនាំងបាក់ពួកបិសាចនឹងចូលមកពិភពមនុស្សពូជសាសទាំង3នឹងត្រូវវិនាសឯងគឺជាមនុស្សតែម្នាក់គត់ដែលអាចបង្កើតរនាំងសង្កត់សង្កិនឡើងវិញបានសាច់មួយការបង្កើតរនាំងសង្កត់សង្កិនឡើងវិញត្រូវលះបង់តម្លៃយ៉ាងធំធេងប៉ុន្តែមិនមែនជាជីវិតរបស់ឯងទេគឺជារូបកាយបិសាចពេលបង្កើតរនាំងឡើងវិញព្រលឹងបិសាចទាំងអស់ដែលចូលមកពិភពមនុស្សនឹងត្រូវកំទេចចោលរាប់ទាំងអាមួយដែលនៅក្នុងខ្លួនហានឆាងកឹងផងដែរអ្វីដែលឯងត្រូវធ្វើមិនមែនជាការលះបង់ជីវិតខ្លួនឯងទេគឺធ្វើរឿងដែលមានតែឯងម្នាក់គត់អាចធ្វើបានសាច់មួយម៉ែថាខ្ញុំមិនមែនជាឧបករណ៍ទេគាត់ថាខ្ញុំជាមោទនភាពរបស់គាត់ត្រូវហើយទេម៉ៃបងប្រុសតូចបើខ្ញុំបង្កើតរនាំងសង្កត់សង្កិនឡើងវិញតើខ្ញុំអាចរស់បានទេបានចុះខ្ញុំនឹងរងរបួសអត់រងរបួសធ្ងន់អត់ធ្ងន់ប៉ុន្តែខ្ញុំនឹងនៅក្បែរឯងជានិច្ចចេញ
មកមួយបងប្រុសតូចខ្ញុំព្រមទៅល្អមួយខែក្រោយមកថៃនេះជារូបកាយប្ររបស់បិសាចសតបនេះព្រះរាជាមានបន្ទូលត្រូវនេះមិនមែនជាអ្វីដែលមនុស្សលោកអាចទទួលបានទេនេះមួយ ត្រៀមខ្លួនរួចរាល់នៅបងប្រុសតូចអញធ្លាប់សន្យានឹងខ្ញុំថាមិនថាកើតអ្វីឡើងក៏អញនៅក្បែរខ្ញុំជានិច្ចខ្ញុំនៅទីនេះតើមិនអាចទៅរួចទេនេះជាកម្លាំងបង្កើតរនាំងសង្កត់សង្កិនទាំងស្រុងមិនអាចស្ថិតនៅក្នុងខ្លួនក្មេងតូចម្នាក់បានទេណៃថ្ងៃណាមួយនៅក្នុងព្យុះភ្លៀងអញនឹងត្រឡប់មកវិញសាជាថ្មីសាច់ហ្វារួចរាល់ហើយ លោកម្ចាស់ជីបចរគេបាច់មកអស់ហើយមិនមែនថាមិនប៉ះពាល់ដល់ជីវិតទេឬរបួសធ្ងន់យ៉ាងណាក៏ត្រូវតែជួយលោកម្ចាស់សៀនជិនទ្រង់ច្បាស់ជាមានវិធីហើយឆាត់មុតឈិនយន្តយករតនវត្ថុពលឺមាសរបស់ខ្ញុំមកលោកម្ចាស់រតនវត្ថុពលឺមាសជាគ្រឹះនៃវិជាធម៌របស់លោកម្ចាស់ណាបើគ្មានវាទេកម្រិតវិជារបស់លោកម្ចាស់នឹងយកមកមួយលោកម្ចាស់មិនបានទេកាយអមតៈរបស់លោកម្ចាស់សំអាងលើរតនវត្ថុពលឺមាសនេះអស់ពេល300ឆ្នាំហើយបើបាត់បង់វាទៅយកមកខ្ញុំធ្លាប់ធ្វើកូនដៃសន្យានឹងគេនឹងមិនអីទេតែទៅមកលោកម្ចាស់ហេតុអ្វីបានជាទ្រង់ធ្វើដល់ថ្នាក់នេះគេធ្លាប់ចែកនំផ្កាគុយហ្វាឲ្យខ្ញុំហូបអាចមកលើកដំបូងដែលជួបគ្នាគេបានហុចនំផ្កាគុយហ្វាដែលហូបសល់ពាក់កណ្ដាលមកឲ្យខ្ញុំមានប្រឡាក់ទឹកមាត់គេទៀតអស់ពេល300ឆ្នាំមកនេះគ្មាននរណាម្នាក់ធ្លាប់ចែករំលែករបស់ខ្លួនមកឲ្យខ្ញុំទេបងប្រុសតូចឯងកុំទៅណាមិនទៅទេតែមកចុះអញត្រូវហាត់រៀនយូរប៉ុណ្ណាទៀតទើបអាចខ្លាំងដូចពីមុនវិញប្រហែល100ឆ្នាំប្រហែល50ឆ្នាំឬអាចលឿនជាងនេះអញ្ចឹងខ្ញុំរងចាំឯងឆាយស៊ី ធ្វើអីនឹងអញធ្លាប់ប្រាប់ថាផ្លែស្រស់កាន់តាមខ្លួនមិនបានទេទំនាក់ចុះទើបអាចដើរផ្លូវបន្តបានប៉ុន្តែខ្ញុំមិនចង់ទំនាក់ចុះទេខ្ញុំចង់យកវាទៅជាមួយមិនថាតាមទៅដល់ណាក៏យកវាទៅដែរទៅនេះមួយបងប្រុសតូចពួកយើងទៅតាមរកម៉ែខ្ញុំទៅលាសិនហើយណាខ្ញុំនឹងត្រឡប់មកវិញហែកមួយតោះទៅមិន ខ្ញុំគិតថាម៉ែច្បាស់ជានឹងត្រឡប់មកវិញឆាប់នេះហេតុអ្វីព្រោះខ្ញុំនឹកគាត់ឲ្យតែខ្ញុំនឹកគាត់នឹងមកហើយមួយបងប្រុសតូចអញធំក្លិនណាក្លិនផ្កាគុយហ្វាធំហើយសាច់បាយរងចាំម៉ែត្រឡប់មកវិញហើយ